នេះជាទស្សនភាពចការរៀបចំចការក្រោយផ្ទះញាតិញោមគាត់រៀបចំចការគាត់ត្រៀមដើមឈើនេះមិនមែនងាប់ទេដោយសាររដូវត្រជាក់ហ្នឹងវាជ្រុះស្លឹកជ្រុះអីអស់ប៉ុន្តែដល់ពេលរដូវក្តៅចូលមកដល់នេះគឺថាគាត់ត្រៀមក្រោយផ្ទះគាត់ត្រៀមដាំដំណាំហូបផ្លែផងហូបស្លឹកផងមានម្ទេសមានអីចឹងចូលដល់រដូវនេះគេចាប់ផ្ដើមបដោះកូនបោះពូជហើយអាមេរិកញាតិញោមណាដែលគាត់ចូលនិវត្តន៍ហើយគាត់មានពេលគ្រប់គ្រាន់គាត់ដូចចឹងរងទឹកទុកសម្រាប់ស្រោចឲ្យស្ដាប់នៅរពឹសផ្ទៃរពឹសដៃផ្ទៃឆ្អែតណាវាចាស់លងយើងធ្វើត្រឹមធ្វើអីចឹងទៅនេះផ្ទះទល់គូតគ្នាអញ្ចឹងអ្នកខាងនោះធ្វើលបងមកត្រឹមខាងនេះមានសិតត្រឹមលបងរៀងខ្លួនក្នុងលបងរៀងខ្លួនដាំអីក៏ដាំនេះដោយសារមិនទាន់ដាំទេចូលដល់រដូវខែ4ខែ5អញ្ចឹងគេថាដាំច្រើននេះសិតរបស់គាត់ត្រៀមហើយចូលមកវិញនោះផ្ទះគាត់ឯឃើញពេកពោណាគិតជាលុយចំណាយអស់មិនតិចទេទិញឈើទិញអីនេះសម្រាប់ធ្វើរោងសម្រាប់ធ្វើអីនេះបើបានផ្លែបានអីចឹងយើងសំចៃការចំណាយទៅលើទីផ្សារយើងទិញបន្លែទិញអីពីផ្សារមកហើយមានបងប្អូនអីមកបេះចឹងទៅគាត់ចែកឲ្យចឹងទៅដោយសារអ្នកខ្លះគាត់មិនមានពេលហើយមិនមានដីគ្រប់គ្រាន់សម្រាប់ដាំចឹងស្គាល់គ្នាអាចមកសុំគ្នាអីចឹងទៅចែកគ្នាហូបញាតិញោមខ្លះរវល់ការងារមកជោគកន្លះពីរជោគអីចឹងទៅវាអត់មានពេលវេលាដាំចឹងញាតិញោមភាគច្រើនឬត្រាយឲ្យគាត់ចូលចិត្តដាំផ្ទះខាងនោះអ្នកខ្លះគេមិនដាំទេគេទុកក្រោយផ្ទះទាំងឲ្យស្លាស់អញ្ចឹងណាប៉ុន្តែខ្មែរយើងភាគច្រើនចូលចិត្តដាំឃើញតាមចេះហ្នឹងតែដល់រដូវក្តៅហ្នឹងគេថាលះលាស់ត្រួយលាស់អីមកសថ្មីស្លឹកអីស្អាតចាអានេះគេហៅស្លាប់ព្រៃអាចហូបបានអានេះច្រើនណាស់ប៉ុន្តែខ្ចីរត់ដល់អស់ទោះទៀតដើមឈើមួយចំនួនផ្កាមួយចំនួនចាប់ដើមដោយសារវាចូលដល់រដូវក្តៅវិញនេះផ្ទះចការមិញ